ខ្ញុំបកណាខ្ញុំបាទសូមនមស្ការថ្វាយបង្គំនៅបរតនត្រ័យទៀតគឺពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈសូមគោរពពុទ្ធបរិស័ទទាំងអស់ផងដែរទៀតនៅក្នុងឱកាសពេលនេះក៏បានឱកាសក្នុងការអរតនីពោលនៅពាក្យរបស់ព្រះសម្មាសម្ពុទ្ធណាទៀតតែតកតងទៅនឹងការបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនេះទៀតណាដូចដែលយើងបានធ្លាប់បានឮបានស្ដាប់មកខ្លះហើយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់បរិនិព្វាននៅឯណាទៀតនៅឯណាគឺនៅឯក្រុងកុសិនារាអញ្ចឹងទេណាបាទនៅឯក្រុងកុសិនារាបាទហើយបាទបន្តទៅនេះក៏ខ្ញុំសូមអធិប្បាយអរតនីសង្ខេបដំណើរនៃដែលទ្រង់យាងដើម្បីទៅបរិនិព្វាននៅទីនោះទៀតបាទអញ្ចឹងគឺព្រះសម្មាសម្ពុទ្ធនិមន្តយាងពីទី1ទៅទី1ហ្នឹងគឺដើម្បីសម្ដែងនៅព្រះធម៌ដល់សត្វលោកផ្សេងដែលមានឧបនិស្ស័យអញ្ចឹងទេណាគឺថាព្រះអង្គគឺជាអ្នកទូមាននៅបរោះដែលមានឧបនិស្ស័យគួរនឹងទូមានបានអញ្ចឹងព្រះអង្គនិមន្តទៅពីកន្លែងមួយទៅមួយពេលខ្លះព្រះអង្គទ្រង់គង់នៅក្រោមដើមឈើអញ្ចឹងទៅអញ្ចឹងណាទៀតបាទជាដើមអញ្ចឹងទ្រង់ចារឹកដំណើរតាមលំដាប់មកហោហែមកគៀកនៅក្រុងកុសិនារាហើយទេណាគៀកហើយអញ្ចឹងគឺថាបាទគៀកនៅក្រុងហ្នឹងក៏ពេលមួយហ្នឹងសម័យមួយហ្នឹងព្រះអង្គទ្រង់គង់នៅក្រោមម្លប់ឈើទេណាក្រោមម្លប់ឈើមួយហ្នឹងហើយពេលនោះទៀតហើយព្រះអង្គលហិតលហៃអញ្ចឹងទេណាហ្នឹងហើយភាសាយើងហ្នឹងគឺអស់កម្លាំងអីចឹងទៅប៉ុន្តែលហិតលហៃហើយកម្លាំងព្រះអង្គកម្លាំងក្រៃលែងណាទៀតមិនធម្មតាទេសត្វតែជាអច្ឆរិយៈហើយពេលនោះក៏ព្រះអង្គមានសភាពលហិតលហៃនៅក្រោមដើមឈើហ្នឹងហើយក៏ព្រះអង្គបានត្រាស់នឹងព្រះអានន្ទថាមនីអានន្ទសូមអ្នកទៅដួសទឹកអញ្ចឹងណាទៅដួសទឹកឲ្យតថាគតថាស្រែកទឹកអញ្ចឹងទៅត្រូវការឆាន់ទឹកណាពេលហ្នឹងទេណាហើយក៏បានឲ្យព្រះអានន្ទហ្នឹងទៅដងទឹកអញ្ចឹងទៅហើយពេលនោះព្រះអានន្ទត្រាស់ទី1ព្រះអានន្ទក៏តបថាបបិទ្ធព្រះអង្គដ៏ចម្រើនណាទឹកហ្នឹងទឹកនៅក្នុងទឹកនោះឯងអញ្ចឹងណាបាទទឹកហ្នឹងទឹកស្ទឹងទឹកអីចឹងទៅនៅក្នុងនៅក្នុងអីហ្នឹងអញ្ចឹងណាព្រះអានន្ទក៏ពោលថាទឹកនឹងឯងគឺមានសភាពល្អណាព្រោះរទេះហ្នឹង500រទេះហ្នឹងគេបអញ្ចឹងណាទឹកនឹងបបិទ្ធព្រះអង្គដ៏ចម្រើនទឹកនឹងមិនក៏ដូចថាក៏ហ្វក់មិនល្អមិនឆ្ងាញ់ពិសាអីទេអញ្ចឹងទៅបាទព្រោះទឹកហ្នឹងគឺមិនល្អទេអញ្ចឹងណាហើយទូព្រះអង្គអញ្ចឹងទៅក៏ព្រះអង្គត្រាស់ជាលើកទី2ត្រាស់ទៀតត្រាស់ជាលើកទី2ទៀតដូចដដែលអញ្ចឹងមកឲ្យទៅដងទឹកហ្នឹងក៏ព្រះអានន្ទក៏ទូថ្វាយជាលើកទី2អញ្ចឹងទៀតថាទឹកហ្នឹងមិនល្អទេមិនមានមិនស្អាតយ៉ាងនេះមួយយ៉ាងនោះមួយព្រោះគេព្រោះរទេះ500ហ្នឹងគេបានបឆ្លងកាត់ធ្វើឲ្យទឹកហ្នឹងល្អអញ្ចឹងណាសូមព្រះអង្គដូចថាចាំបន្តិចទៀតនៅខាងមុខហ្នឹងមានទឹកថ្លាស្អាតជាងនឹងអញ្ចឹងណាបាទហើយក៏ព្រះអង្គត្រាស់ជាលើកទី3ឃើញទេទៀតព្រះអង្គត្រាស់ជាលើកទី3ហោហែមកបាទព្រះអង្គមិនដែលត្រាស់តាមស្ដាប់ឮមកសិក្សាមកព្រះអង្គមិនដែលត្រាស់
ប្រាប់ព្រះអានន្ទជាលើក3 ដងអីទេប្រាប់តាទីម្ដងទី1ហ្នឹងគឺថាព្រះអានន្ទហ្នឹងគឺទៅធ្វើកិច្ចការងារណាមួយប៉ុន្តែពេលហ្នឹងគឺព្រះអង្គត្រាស់ដល់3 ដងអញ្ចឹងទៅបាទហើយបាទព្រះអង្គមិនដែលត្រាស់3 ដងអីទេណានេះត្រាស់3 ដងហើយពេលនោះក៏ព្រះអានន្ទក៏ទៅដួសទឹកល្អនឹងឯងនៅពេលដែលទៅដល់យកបាតទៅដួសដល់ទៀតណាទឹកដល់ល្អដែលរទេះបកាត់ទាំង500ហ្នឹងយ៉ាងម៉េចទៀតគឺមានសភាពថ្លាស្អាតណាអត់មានល្អអីទេទៀតណាគឺថ្លាស្អាតហើយក៏អានន្ទក៏កើតសេចក្តីអស្ចារ្យដោយគុណភាពរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងទឹកហ្នឹងក៏ថ្លាស្អាតអញ្ចឹងទៅហើយព្រះអានន្ទក៏បានថ្វាយទឹកនោះដល់ព្រះសម្មាសម្ពុទ្ធទេណាគឺណាហើយព្រះអង្គក៏គៀកមុនចូលមកដល់ក្រុងកុសិនារាអីហ្នឹងហោហាយមកតាមហ្នឹងមកហើយពេលនោះណាមុននឹងព្រះអង្គបរិនិព្វានហ្នឹងក៏មានសូរតន្ត្រីការបូជាផ្សេងអស្ចារ្យណាទៀតមានផ្កាមានក្លឹមច័ន្ទមានសម្លេងចម្រៀងអីដល់ពីរោះដើម្បីបូជាគុណព្រះអង្គយើងនិយាយថាជាអាមិសបូជាហ្នឹងទៀតតែពេលនោះព្រះអង្គក៏ត្រាស់ថាណាត្រាស់ថាម៉េចទៀតព្រះអង្គតថាគតណាទៀតណាថាមនីអនន្តតថាគតពេលនោះសិតតែទឹកទេណាការបូជាទឹកបណិតមែនទេមិនមែនដូចយើងឥឡូវហ្នឹងទេប៉ុន្តែព្រះអង្គក៏ត្រាស់ថាមនីអនន្តព្រះតថាគតមិនបានដូចថាតថាគតព្រះតថាគតនឹងមិនបានឈ្មោះថាបរិស័ទធ្វើសក្ការៈក្តីគោរពក្តីរាប់អានក្តីបូជាក្តីទេឈ្មោះមិនឈ្មោះថាជាការកោតក្រែងទេដូច្នេះអមិសបូជានឹងមិនឈ្មោះថាជាការគោរពការបូជាទេគឺមានតែការប្រព្រឹត្តបរិបត្តិធម៌សមគួរដល់ធម៌ទើបជាការបូជាទេណានឹងពាក្យព្រះអង្គឃើញទេបាទគឺមានតែណានេះពុទ្ធបរិស័ទទាំង4ចម្ពោះហ្នឹងទេណាគឺថាជាអ្នកប្រព្រឹត្តបរិបត្តិនៅធម៌សមគួរដល់ធម៌ប្រតិបត្តិដោយសេចក្តីកោតក្រែងប្រព្រឹត្តតាមធម៌បុគ្គលនោះឈ្មោះថាធ្វើសក្ការៈគោរពរាប់អានបូជាតថាគតណាដោយគ្រឿងបូជាដ៏ឧត្តមឃើញទេណាអញ្ចឹងគឺថាបូជាដ៏ឧត្តមហ្នឹងគឺបូជាដោយបញ្ញាដោយការយល់ធម៌ដោយការស្ដាប់ធម៌ពិចារណាធម៌ដែលព្រះអង្គប្រកាសសម្ដែងហ្នឹងទេណាបាទមិនដល់មិនសាក់អីទេព្រះអង្គអត់មានត្រូវការអីណាផ្កាអីគ្រឿងសំណង់ឬក៏អាគីអីទៅបូជាអីទេអត់មានទេណាបាទអញ្ចឹងពេលនោះទេណាបន្តមកទៀតក៏ព្រះអង្គត្រាស់ទៀតណាព្រះអង្គត្រាស់នឹងភិក្ខុទាំងឡាយថាមនីភិក្ខុទាំងឡាយណាហើយចោះឥឡូវនេះតថាគតប្រាប់អ្នកទាំងឡាយឲ្យបានដឹងសង្ខារទាំងឡាយមានសេចក្តីសាបសូន្យជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចោះនេះជាបច្ឆមវាចាជាបច្ឆមវាចារបស់ព្រះតថាគតទេណាយើងសិក្សាទៅយើងដឹងហើយទេណាអញ្ចឹងនេះគឺជាពាក្យរបស់ព្រះអង្គជាលើកចុងក្រោយទេណាអញ្ចឹងដំណើរនៃការបរិនិព្វានហ្នឹងពេលដែលព្រះអង្គពោលនេះចប់អត់ទាន់បរិនិព្វានទេប៉ុន្តែគៀកហើយទេណាគៀកហើយជាថ្ងៃចុងក្រោយជារាត្រីចុងក្រោយហើយទេអញ្ចឹងក៏លំដាប់នោះហើយព្រះមេព្រះភិក្ខុក៏ទ្រង់ចូលកាន់បឋមឈានណាទេណាចូលកាន់បឋមឈានហើយចេញអំពីបឋមឈានហើយចូលកាន់ទុតិយឈានតោះនេះទៀតចូលកាន់ទុតិយឈានហើយចេញអំពីទុតិយឈានហើយចូលកាន់តតិយឈានចេញអំពីតតិយឈានហើយចូលកាន់ចតុថឈានចេញអំពីចតុថឈានហើយក៏ចូលកាន់អាកាសានញ្ចាយតនៈសមាបត្តិណ៎ឃើញទេណាគឺព្រះអង្គគឺជាកម្ពូលនៃឈានណាទេណាបាទបានដោយងាយមិនពិបាកទេហើយណាចូលកាន់អាកាសានញ្ចាយតនៈសមាបត្តិចេញអំពីអាកាសានញ្ចាយតនៈសមាបត្តិហើយចូលកាន់វិញ្ញាណញ្ចាយតនៈសមាបត្តិណាចេញអំពីវិញ្ញាណញ្ចាយតនៈសមាបត្តិណាហើយក៏ចូលកាន់អីគេទៀតមកហើយក៏ចូលកាន់អាកញ្ចញ្ញាយតនៈសមាបត្តិចេញអំពីអាកញ្ចញ្ញាយតនៈសមាបត្តិហើយចូលកាន់
nê vạ sanh nhá na sanh nhá dạ tận nạ sama bát khi nhớ tiếng tranh ẩm pí bạn tranh ẩm pí nê vạ sanh nhá na vạ sanh nhá dạ tận nạ sama bát hỏi cho cắn sanh nhá về tạ dị tạ ni rồ nà cư thả xịt đấy rồi lốt nấy sanh nhá nắng về tình hiền khi nhé cái điều nú pra non miềnอายุ po tờ năng pra anh rốt miềnอายุ ដូចនេះថាបបិទ្ធអនុរុទ្ធដល់ចម្រើនព្រះមានប្រភិយបរិនិព្វានហើយឬណាទេណាព្រះអនន្តអត់នឹងឲ្យលោកទៅសួរព្រះអនុរុទ្ធចឹងទៅលោកដឹងកិច្ចថាគួរសួរបុគ្គលណាnên ព្រះអនុរុទ្ធក៏តបថាមនីអវុសោអនន្តព្រះមានប្រភិយមិនទាន់បរិនិព្វានទេព្រះអង្គទ្រង់ចូលកាន់សញ្ញាវេតយិតនិរោធឃើញទេអញ្ចឹងខណៈហ្នឹងចិត្តខណៈហ្នឹងនៅត្រឹមហ្នឹងសិនណាទេណាបាទតទៀតថាគ្រានោះព្រះមានប្រភិយទ្រង់ចេញចាក់សញ្ញាវេតយិតនិរោធសមាបត្តិហើយថយមកចូលកាន់នេវសញ្ញាណាវសញ្ញាយតនៈសមាបត្តិវិញអញ្ចឹងណាហើយចេញអំពីនេវសញ្ញាណាសញ្ញាយតនៈសមាបត្តិហើយថយទេណាមកចូលកាន់អាកញ្ចញ្ញាយតនៈសមាបត្តិវិញបាទចេញអំពីអាកញ្ចញ្ញាយតនៈសមាបត្តិហើយថយមកចូលកាន់វិញ្ញាណញ្ចាយតនៈសមាបត្តិវិញចេញអំពីវិញ្ញាណញ្ចាយតនៈសមាបត្តិហើយថយមកចូលកាន់អាកាសាឃើញទេអាកាសានញ្ចាយតនៈសមាបត្តិវិញចេញអំពីអាកាសានញ្ចាយតនៈសមាបត្តិហើយថយមកចូលកាន់ចតុតឈានវិញណាគឺថាត្រឡប់ចុះត្រឡប់ឡើងឃើញទេណារហូតមកចូលកាន់ចតុតឈានវិញហើយចេញអំពីចតុតឈានហើយថយមកចូលកាន់តតិយឈានវិញចេញអំពីតតិយឈានហើយណាថយមកចូលកាន់ទុតិយឈានវិញចេញអំពីទុតិយឈានហើយថយមកចូលកាន់បឋមឈានវិញឃើញទេណាចេញអំពីបឋមឈានហើយណាក៏ចូលកាន់ណាចេញអំពីបឋមឈានហើយក៏ចូលកាន់ទុតិយឈានទៀតចេញអំពីទុតិយឈានហើយក៏ចូលកាន់តតិយឈានទៀតចេញអំពីតតិយឈានហើយក៏ចូលកាន់ចតុតឈានទៀតតោះនេះទៀតកន្លែងហ្នឹងបាទគឺថាចេញអំពីទុតិយឈានហើយក៏ចូលកាន់តតិយឈានចេញអំពីតតិយឈានហើយក៏ចូលកាន់ចតុតឈានទៀតកណានេះត្រឡប់ចោះតាំងពីដើមរហូតមកដល់ណាដល់ណីហើយព្រះអង្គក៏ណាផ្ដើមចូលកាន់ទុតិយឈានចូលកាន់ទុតិយឈានហើយចេញអំពីទុតិយឈានហើយក៏ចូលកាន់តតិយឈានទៀតចេញអំពីតតិយឈានហើយក៏ចូលកាន់ចតុតឈានទៀតលុះព្រះមានរូបភាពទ្រង់ចេញចាកចតុតឈានហើយក៏ទ្រង់បរិនិព្វានក្នុងចន្លោះនោះទៀតណាក្នុងចន្លោះនោះមានន័យថាម៉េចទៀតណាព្រះអត្តកថាក៏ទ្រង់ក៏បានបញ្ជាក់ថាទ្រង់ចេញចាកចតុតឈានហើយពិចារណាអង្គឈានហើយទ្រង់បរិនិព្វានដោយភវង្គចិត្តណាទេណាដោយភវង្គចិត្តទេណាដោយភវង្គចិត្តណាជាអព្យាកតៈទុក្ខសច្ចអញ្ចឹងឲ្យពុទ្ធបរិស័ទទាំងឲ្យបានដឹងថាតើសម្មាសម្ពុទ្ធបរិនិព្វាននៅចន្លោះណាឃើញទេទៀតបាទគឺអីគេទៀតចន្លោះនោះឯងឃើញទេហ្នឹងទ្រង់ចេញចាក់ចតុតឈានហើយក៏ទ្រង់បរិនិព្វានក្នុងចន្លោះនោះចឹងណានៅអត្តកថាបញ្ជាក់ថាក្នុងគឺភវង្គចិត្តព្រះសម្មាសម្ពុទ្ធបរិនិព្វានដោយភវង្គចិត្តណាទេណាឃើញទេហើយការដែលព្រះមានប្រភិបរិនិព្វានហើយនឹងក៏ក្រើកណានៃផែនដីដ៏ធំណាទេណាហ្នឹងហើយគួរឲ្យគេហៅថាស្បើមគួរឲ្យព្រឺរោមក៏កើតមានផ្កើទាំងឡាយអីចឹងទៅទេវតាផ្កើស្កើហ្នឹងទេវតាបាទថាស្កើនៃទេវតាអញ្ចឹងណាបាទក៏លន់លឺក៏ក្រឹកក៏ក្រែងព្រមនឹងការបរិនិព្វាននោះឯងទេណាបាទហើយពេលនោះក៏មានព្រំចឹងមកសហមបតីព្រំមកពោនៅគាថាផ្សេងមានព្រះអិនក៏ផងដែរក៏មកពោនៅគាថានោះផងដែរទៀតណាហើយបាទយើងសិក្សាទៅយើងដឹងហើយពេលនោះក៏ការដែលព្រះមានប្រភិបរិនិព្វានហើយព្រះអនុរុទ្ធមានអាយុក៏ពោនៅគាថាទាំងនេះព្រមនឹងការបរិនិព្វានថាព
ព្រះមុនីនាថអង្គណាដែលមិនមានតណ្ហាទ្រង់ប្រារព្ធនៅអនុបាទិសេសនិព្វានហើយទ្រង់ធ្វើមរណកាលអសាសៈបសាសៈនៃព្រះមុនីនាថជាតាតិបុគ្គលដែលមានព្រះតីខ្ជាប់ខ្ជួននោះមិនមានហើយព្រះមុនីណាព្រះមុនីនាថទ្រង់អត់សង្កត់វេទនាបានដោយចិត្តមិនរុញរាសេចក្តីរលត់នៃចិត្តក៏កើតមានបីដូចជាការរលត់នៃប្រទីឃើញទេអញ្ចឹងការប្រណិពាននៃព្រះសម្មាសម្ពុទ្ធដូចជាការរលត់ទៅនៃប្រទីបទេណាក៏ណាហើយពេលនោះឯងភិក្ខុទាំងឡាយដែលនៅមានរាគៈហ្នឹងក៏មានការតក់ស្លុតកន្ទុកន្ទែងននីប្រព្រះននីមែនតែនទៅណាទាំងមនុស្សទាំងទេវតាទាំងភិក្ខុគឺននីមែនតែនចឹងហាក់ដូចជាមានជើងដាច់ហើយបាទគឺថាដោយហេតុនៅមានការមិនដូចថានៅមិនអស់នៅរាគៈហ្នឹងក៏មានការកន្ទុកកន្ទែងភិក្ខុហ្នឹងទេណាភិក្ខុទាំងឡាយក៏ដោយណាសត្វតែកន្ទុកកន្ទែងននីប្រព្រះននីហើយតែព្រះអរហន្តទាំងឡាយលោកអត់បានមកកន្ទុកកន្ទែងននីអីទេអញ្ចឹងទេណាគឺលោកឃើញទៅតាមបញ្ញាគឺថាលោកមានសតិនិងសម្បញ្ញញ្ញៈលោកតែងតែពោព្រះអរហន្តទាំងឡាយហ្នឹងក៏ពោថានឹងអត់ដូចថាតែងតែពោឃើញនៅទេណាសង្ខារទាំងឡាយមិនទៀងព្រោះហេតុនោះបុគ្គលក៏បីបាននៅសេចក្តីទៀងទាត់ក្នុងខណ្ឌបវត្តនេះអំពីណាចឹងមកហ្នឹងពាក្យព្រះអរហន្តណាទេណាហ្នឹងតែងតែពោថាយ៉ាងកញ្ចេសមុទយធម្មងសัพបន្តាំងនិរុទ្ធិធម្មន្តិធម្មជាតិណាមានការកាត់ឡើងជាធម្មតាធម្មជាតិនោះមានការរលត់ទៅវិញជាធម្មតាទេណាឃើញទេណាអស្ចារ្យណាស់ដូច្នេះណាហើយរឿងសមាបត្តិរឿងឈានសមាបត្តិហ្នឹងសូមពុទ្ធបរិស័ទឲ្យបានយល់បើមិនទាន់បានយល់ទេក៏ព្យាយាមត្រង់ត្រាំស្ដាប់ឲ្យយល់ថាអីគេទៅគឺជាណាបឋមឈានអីជាដើមរហូតមកដល់ឃើញទេបាទមានការចូលនៅវេតៈបាទយិតៈនិរោធសមាបត្តិហោហាយមកអញ្ចឹងទេណានឹងឯងឃើញទៀតហើយការសិក្សាពធនេះគឺដើម្បីប្រព្រឹត្តបរិបត្តិតាមពាក្យរបស់ព្រះអង្គគឺដើម្បីប្រព្រឹត្តបរិបត្តិធម៌សមគួរដល់ធម៌អត់មានយើងអ្នកប្រព្រឹត្តអីទេណាគឺបញ្ញាជាអ្នកធ្វើកិច្ចបញ្ញាធ្វើកិច្ចបញ្ញានាំទៅនៅកិច្ចទាំងពួងបាទហើយព្រះអង្គផ្ដាំហោហាយទៀតណាបាទអញ្ចឹងគឺថាក្នុង3ដកលេខខ្ញុំពោហ្នឹងគឺនៅក្នុង3ដកលេខ16ហ្នឹងទៀតមហាបរិនិព្វានសោតហ្នឹងបាទមុននឹងព្រះអង្គទាបបរិនិព្វានក៏ព្រះអង្គផ្ដាំឲ្យថាធម៌វិន័យហ្នឹងគឺជាគ្រូជាសាស្ត្រានៃអ្នកទាំងឡាយហើយអញ្ចឹងមកឃើញទេឥឡូវហ្នឹងមានធម៌មានវិន័យមិនតាន់អន្តរធានទេសាសនារបស់ព្រះអង្គមិនតាន់អន្តរធានទេគឺនៅមានព្រះត្រៃបិដកព្រះអដ្ឋកថាដើម្បីពុទ្ធបរិស័ទនឹងសមគួរដល់ការសិក្សាដែលជាសិក្ខានុត្តរិយៈទេណាគឺការសិក្សាជានិស្សរណៈបរិយ័តគឺការសិក្សាដើម្បីកម្ចាត់បំផ្លិចបំផ្លាញនៅការមិនចេះមិនដឹងនៅកិលេសទាំងឡាយទាំងពួងផ្ដើមដោយការស្ដាប់ផ្ដើមដោយការពិចារណាជាបុគ្គលត្រង់បន្តិចម្ដងរហូតទៅដល់ត្រង់ទៅតាមសេចក្តីពិតដែលថានេះគឺជានាមធម៌នេះគឺជារូបធម៌ដែលអត់មានជាសត្វជាបុគ្គលអត់មានជាខ្លួនយើងទេអញ្ចឹងទេណាបាទហើយសូមពុទ្ធបរិស័ទមេត្តាពីរោះណាទេណារឿងការបរិនិព្វានរបស់ព្រះអង្គហ្នឹងនៅពេលដែលអានហ្នឹងមិនគួរអីមិនចង់គេហៅថាមានចិត្តមួយកើតឡើងហ្នឹងថាមិនមានហរតីហ្នឹងថាមិនចង់ឲ្យព្រះអង្គបរិនិព្វានទេអញ្ចឹងណានៅពេលដែលអានសិក្សាទៅចង់ឲ្យព្រះអង្គតែនៅថិតថេរយូរទៅទៀតអញ្ចឹងទេណាប៉ុន្តែមានហេតុបច្ច័យមកអញ្ចឹងហើយបើព្រះអានន្ទលោកអត់បានអរតនីឲ្យព្រះអង្គនៅអស់នៅការនៃកាប់ផងអញ្ចឹងអត់មកកាប់អីផងហ្នឹងមីក្របសង្កត់ព្រះអានន្ទពេលនោះមកមីមានចិត្តបាបហ្នឹងទេណាយើងសិក្សាទៅដឹងហើយអញ្ចឹងទេបាទ
មានចិត្តបាបក្នុងតែងតែអរតនីព្រះអង្គឲ្យបរិនិព្វានរឿយទេណាកាលពីដើមបឋមពោធិកាដែលព្រះអង្គទើបត្រាស់ដឹងពេលនោះព្រះអង្គមិនទាន់បានប្រកាសសម្ដែងពធហោហែមកផងដបងហ្នឹងមានចិត្តបាបហ្នឹងទៅសុំអរតនីព្រះសម្មាសម្ពុទ្ធឲ្យចូលបរិនិព្វានដែរណាទេណាហើយព្រះអង្គពោថាតើមានការព្រះអង្គនឹងសម្ដែងធម៌បញ្ញត្តិធម៌តែងតាំងប្រកាសសម្ដែងដល់ពុទ្ធបរិស័ទដែលមានចេះមានការចេះមានការដឹងនឹងសិនអញ្ចឹងណាពុទ្ធបរិស័ទឆ្លៀសសិនបាននឹងបរិនិព្វានហើយដល់ពេល3ខែមុនបរិនិព្វានហ្នឹងមាមកទៀតមាមកសុំអរតនីហ្នឹងទៀតណាមានចិត្តបាបមកសុំអរតនីនៃព្រះអង្គទៀតថាឥឡូវហ្នឹងពុទ្ធបរិស័ទហ្នឹងមានការចេះដឹងឆ្លៀសវៀងវៃហើយព្រះអង្គបានសម្ដែងធម៌ដល់ហើយអីហើយមកហើយក៏ព្រះអង្គក៏ឃើញទេពេលនោះក៏ព្រះអង្គសម្ដែងដល់ព្រះអានន្ទណាឲ្យគឺថាបើព្រះអានន្ទអរតនីសុំព្រះអង្គឲ្យអស់នៅតាំងនៅអស់ការនៃកັບហ្នឹងមកអាយុកັបហ្នឹងក៏ព្រះអង្គអាចនៅបានព្រោះព្រះអង្គស្ទាត់ជំនាញក្នុងអតិបាតទាំងឡាយប៉ុន្តែអត់ទៀតមានគ្របសង្កត់ចិត្តព្រះអានន្ទអត់យល់សេចក្តីនៅទីនោះព្រោះហេតុដូច្នោះហើយបានជាព្រះអង្គដាក់អាយុសង្ខារព្រោះនោះមានចិត្តបាបមកអរតនីមុន3ខែអញ្ចឹងទៀតណាអញ្ចឹងបានរពេលមក3ខែហើយព្រឹបបានខ្ញុំពោលខាងដើមមិញហ្នឹងគឺវគ្គនៅក្នុង3ខែហ្នឹងទៀតណាគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បរិនិព្វាននៅឯក្រុងកុសិនារាអញ្ចឹងទៀតណាហើយក៏មានការបូជាឃើញទេបាទសូម្បីតែមុនហ្នឹងក៏ព្រះអានន្ទស៊ូហោហែមកត្រូវធ្វើម៉េចព្រះសរីរៈព្រះអង្គហ្នឹងត្រូវប្រតិបត្តិយ៉ាងម៉េចព្រះអង្គថាកុំគិតកុំខ្វាយខ្វល់រឿងហ្នឹងរឿងព្រះទេស្ដេចចក្រពត្តិគឺធ្វើយ៉ាងម៉េចគេហៅបូជាគោរពរាប់អានសរីរៈរបស់តថាគតយ៉ាងនោះដែរហើយណាចូលខំប្រឹងប្រព្រឹត្តបរិបត្តិធម៌ឃើញទេព្រះអង្គមកឲ្យន័យថាមកកំចាត់កិលេសនេះវិញសូម្បីតែរូបកាយព្រះអង្គក៏ព្រះអង្គមិនឲ្យគិតគូរខ្វាយខ្វល់អីដែរគឺឲ្យគិតគូរតែពីរឿងប្រព្រឹត្តបរិបត្តិកំចាត់នៅកិលេសឥឡូវនេះណាពេលនោះអ្នកសិក្សាទៅឃើញតិចណាដូច្នេះបន្ទាប់ពីនោះមកហោហាយមកទៀតក៏ក្រោយពីព្រះអង្គបរិនិព្វានអីហើយថ្វាយព្រះភ្លើងហើយក៏ស្ដេចទាំងឡាយផ្សេងហ្នឹងក៏សុំមកសុំព្រះសរីរកធាតុហើយក៏មានព្រាហ្មណ៍មួយទៅចែកព្រះសរីរកធាតុទៅទៀតណាបាទហ្នឹងណាព្រាហ្មណ៍ទៅចែកសរីរកធាតុហ្នឹងកុំអីច្បាំងគ្នាមិនអញ្ចឹងទេណាបាទច្បាំងគ្នាដល់នេះទៅសិតតែស្ដាច់ផងឃើញទេតែព្រាហ្មណ៍ហ្នឹងបានទៅបាទតន់តែព្រាហ្មណ៍ត្រូវទេទៀតបាទឃើញទេពេលហ្នឹងបានតន់តែព្រាហ្មណ៍ហ្នឹងទៅចែកឃើញទេទៀតមានអ្នកណាចាំថាអ្នកណាគេដែរទៅចែកព្រះសរីរកធាតុឲ្យស្ដេចផ្សេងអញ្ចឹងទេណាបាទទៀតអញ្ចឹងគឺមានតូនព្រាហ្មណ៍នឹងឯងតូនព្រាហ្មណ៍ហ្នឹងក៏ទៅបញ្យោណែនាំពួកស្ដេចទាំងឡាយហ្នឹងណាកុំច្បាំងគ្នាឃើញទេណាលោកទាំងឡាយដ៏ចម្រើនសូមស្ដាប់ពាក្យរបស់ខ្ញុំមួយម៉ាត់សិនណាព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គជាខន្តិវិទអ្នកពោលសរសើរគុណនៃខន្តីមែនពិតការប្រហារគ្នាចម្បាំងគ្នាព្រោះតែចំណែកនៃព្រះសរីរកធាតុរបស់ឧត្តមបុគ្គលនេះមិនប្រពៃឡើយបបិទ្ធលោកទាំងឡាយដ៏ចម្រើនយើងទាំងអស់គ្នាគួរតែស្រស់ស្រួលគ្នាព្រមព្រៀងគ្នារីករាយរកគ្នាចែកព្រះសរីរកធាតុឲ្យជា8ចំណែកណាអញ្ចឹងព្រះស្តូបទាំងឡាយសូមផ្សាយទៅក្នុងទិសទាំងឡាយចោះសូមជន់ច្រើនគង់ជ្រះថ្លាចំពោះព្រះសម្ពុទ្ធដ៏មានចក្ខុមិនលែងអញ្ចឹងទេណាដូច្នេះបន្ទាប់មកហ្នឹងក៏មានបាទការធ្វើស្តូបធ្វើអីហោហែមកទៀតអញ្ចឹងទៀតណាហើយទេវតាទាំងឡាយបាទអញ្ចឹងព្រះតនទាំង40គត់ក្តីកេសាក្តីព្រះលោមាក្តីទាំងអស់ពួកទេវតាដែលនៅក្នុងចក្រវាឡតគ្នានាំយកទៅមួយម្នាក់ទៀតណា
ដូច្នេះសូមពុទ្ធបរិស័ទណាត្រង់ត្រាប់ក្រេកជញ្ជក់នៅពុទ្ធវចនៈប្រមោនៅពុទ្ធវចនៈនេះជាពុទ្ធបរិស័ទមិនមែនប្រមោសម្រាមទេណាសម្រាមគឺគួរតែលះបង់ចោលសម្រាមគឺអ្វីដែលមិនល្អបានដល់អកុសលាមុខទាំងឡាយទាំងពួងហ្នឹងជាសម្រាមចឹងទេណាបាទចឹងសូមពុទ្ធបរិស័ទឆ្លៀតទៅមើលខ្លួនឯងខ្លះទៀតណាកុំចាំតែគេប្រាប់គេអានឲ្យគេពោលឲ្យមិនចឹងទេណាគឺក្នុងបៃដកលេខ16ហ្នឹងនឹងមានអ្វីដែលខ្ញុំពោលនេះផងដែរដោយពឹសស្ដារបន្តទៅទៀតគឺអំពីការបរិនិព្វាននៃព្រះមានព្រះភិក្ខទេណាដូច្នេះសូមពុទ្ធបរិស័ទមិនចឹងហើយមានចិត្តត្រេកអរជ្រះថ្លានៅគុណរបស់ព្រះសម្មាសម្ពុទ្ធទេណាដែលព្រះអង្គជាអគ្គនៃបុគ្គលដ៏ក្រៃលែងមិនចឹងទេណាគឺថាឥឡូវនេះក៏ព្រះអង្គបរិនិព្វានទៅហើយព្រះអង្គផ្ដាំថាមានតែធម៌វិន័យនេះទេជាគ្រូជាសាស្តានៃអ្នកទាំងឡាយអញ្ចឹងទេណាបាទសតហតោអរហតាំងតហមង្នពានបតយាសោសោសង្ឃលបតេបញ្ញੰអបមតោវិចក្ខណោបុគ្គលជឿធម៌របស់ព្រះអរហន្តទាំងឡាយការស្ដាប់ដោយប្រពៃដោយល្អគឺដោយគោរពមិនប្រមាទមានប្រាជ្ញាពិចារណារមែងប្រព្រឹត្តទៅដើម្បីបាននៅប្រាជ្ញាដល់ព្រះនិព្វានណាមិនចឹងទេណាសពទានੰធម្មទានੰចនិតេណាបណ្ដាទានទាំងឡាយធម្មទាននឹងឈ្នះអស់ទានទាំងពួងសពរសੰធម្មរសੰចនិតេបណ្ដារស់ទាំងឡាយធម្មរស់ឈ្នះអស់រស់ទាំងពួងណាទេណាមនីភិក្ខុទាំងឡាយជនទាំងឡាយណាសម្គាល់នៅពាក្យរបស់តថាគតថាជាពាក្យគួរស្ដាប់គួរជឿសេចក្តីសម្គាល់របស់ជនទាំងនោះនឹងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខអស់កាលយូរអង្វែងទេណាបាទសូមអនុមោទនាបាទសង្ឃឹមថាពុទ្ធបរិស័ទបានរក្សាទុកឬក៏តម្កល់ទុកនៅក្នុងហរតីគឺបេះដូងសូមអនុមោទនា